របៀបធ្វើបង្អែមតៅស៊ន់ឲ្យមានរសជាតិឆ្ងាញ់បងប្អូនណាខ្លះចូលចិត្តញ៉ាំបង្អែមតៅស៊ន់ដូចខ្ញុំតោះបងប្អូនអញ្ចឹងយើងមកចម្អិនទាំងអស់គ្នាចាជាដំបូងនេះខ្ញុំដាក់ចំហុយសណ្តែកបាយដែលនេះខ្ញុំបានត្រាំមួយយប់ចំហុយនេះរយៈពេល30ទៅ40នាទីបន្ទាប់មកនេះខ្ញុំធ្វើទឹកខ្ទិះដូងដាក់ខ្ទិះដូងចូលចាដាក់អំបិលមួយចិបដាក់ទឹកដោះគោខាប់មួយស្ព្រាខ្ពងចូលតែម្ដងហើយងាកមកមើលសណ្តែកចំហុយរបស់យើងឃើញថាឆ្អិនហើយបងប្អូននាងខ្ញុំក៏លើកទុកមួយឡែកឥឡូវនេះយើងមកងាកធ្វើទឹកខ្ទិះដូងបន្តទៀតនាងខ្ញុំបានដាក់ម្សៅពោតចូលមួយស្លាបព្រាបាយដើម្បីឲ្យទឹកខ្ទិះដូងយើងខាប់ល្អបងប្អូនចាយើងកូរមកពុះចេះយើងលើកទុកទៅហើយនាងខ្ញុំប្រើទឹក1លីត្រដើម្បីធ្វើបង្អែមតៅស៊ន់ចានេះគឺជាម្សៅពោតចំនួន3ស្លាបព្រាបាយនាងខ្ញុំដាក់ទឹកម្សៅពោតបើសិនជាបងប្អូនមានម្សៅឆាអាចដាក់ម្សៅឆាល្អជាងម្សៅពោតទៀតបងប្អូនចាយើងដាំទឹកនឹងឲ្យពុះខ្ញុំដាក់ស្លឹកតើយហើយដាក់អំបិលដាក់ស្ករ3ទៅ4ស្លាបព្រាបើសិនជាបងប្អូនចូលចិត្តផ្អែមជាងនេះអាចដាក់ច្រើនជាងនេះក៏បានដែរតាមការចូលចិត្តតទៅពីទឹកពុះនេះខ្ញុំស្រង់ស្លឹកតើយចូលបន្ទាប់មកនេះខ្ញុំបានដាក់សណ្តែកបាយដែលយើងបានស្ងោរមុននឹងចូលបងប្អូនចាឃើញថាសណ្តែកបាយមើលទៅខាប់ល្អមែនតើបងប្អូនហើយតៅស៊ន់របស់យើងឆ្អិនហើយឥឡូវនេះខ្ញុំបានកាត់ឆាខ្វៃបង្អែមនេះបងប្អូនត្រូវគ្នាជាមួយឆាខ្វៃមែនតើហើយក្លិនវិញឡើងឈ្ងុយហ្មងបងប្អូនឥឡូវនេះនាងខ្ញុំរៀបចំដួសបង្ហាញបងប្អូនចាយើងដាក់ទឹកខ្ទិះដូងចូលអញ្ចឹងទៅមើលតំណងគួរចង់ញ៉ាំអត់បងប្អូនយើងញ៉ាំជាមួយឆាខ្វៃស្រួយបង្អែមខាប់ឈ្ងុយខ្ទិះដូងហ្មងបងប្អូននាងខ្ញុំកំពុងតែចូលតលេងបដានេះគឺឃ្លានចង់ញ៉ាំម្ដងទៀតហើយបងប្អូនតោះបងប្អូនមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាឆ្ងាញ់ណាស់បងប្អូននៅឡើងឈ្ងុយខ្ទិះដូងតែម្ដងអរគុណច្រើនបងប្អូនដែលបានចំណាយពេលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនសំណាងល្អទាំងអស់គ្នាបាយបាយ